បាទបងប្អូនទាំងអស់គ្នានេះមកទេសយើងសល់ពីការដែលយើងទិញបន្លែទិញអីធ្វើម្ហូបចឹងណាគេថែមឲ្យមកហ្នឹងវាសល់ទៅពេលយើងទុកចោលទៅវាខូចស្ដាយចឹងហើយហ្នឹងមានរកវិធីហើយនេះយើងលីងវាមកលីងបុកដាក់គីឡូទុកហូបទៅលីងវាឲ្យពងឡើងរៀងក្រៀមតបឲ្យវាឡើងពងឈ្ងុយចឹងមកហើយយើងបុកវាមកយើងដាក់អំបិលចូលបន្តិចស្ករបន្តិចប៊ីចេងបន្តិចមកយើងបុកវាទៅនេះរួចហើយយើងបុកដាក់ក្បាលចឹងមកដាក់អំបិលបន្តិចប៊ីចេងបន្តិចស្ករបន្តិចមកយើងបុកយកបុកតតបែកខ្ទេចតបែកខ្ទេចវល់ចឹងមកអត់តន់បាច់យើងបុកទៀតបុកយកបុកឲ្យខ្ទេចគឺជាតិសាហាវបងប្អូនសាកល្បងបានតែតផលយើងបុកក៏ឃើញក៏ស្រក់ទឹកមាត់ដែរបងប្អូនអាចសាកល្បងបានយើងបុកដាក់គីឡូចឹងមកទុកហូបបាយរងបន្តិចចឹងហូបគឺឆ្ងាញ់សាហាវ